ជាមួយនឹងស៊ីសៀតបងប្អូនយើងខ្លះក៏គាត់ស្គាល់អ្នកខ្លះលេងត្រីថ្មីថ្មីក៏អត់ទាន់ស្គាល់ដែរបងប្អូនណាអញ្ចឹងស៊ីសៀតតាមខ្ញុំធ្លាប់ទិញធ្លាប់អីមកស៊ីសៀតរបស់យើងមាន2មានស៊ីសៀតផុនវៀតណាមមួយហើយនិងមានស៊ីសៀតផុនថៃមួយអញ្ចឹងផុនវៀតណាមមិនសូវសុទ្ធទេបងប្អូនណាហើយកម្លៃក៏ធូរជាងផុនថៃដែរតែបើផុនថៃវាសុទ្ធជាងបងប្អូនសុទ្ធហើយខ្លាំងណាខ្ញុំចង់និយាយពីស៊ីសៀតវៀតណាមស៊ីសៀតវៀតណាមវាលាយអញ្ចឹងมันវាធូរបងប្អូនតែបើស៊ីសៀតថៃគឺយើងទិញមកគឺយើងទិញមានប្រភពបងប្អូនចង់និយាយយើងទិញមានប្រភពមានកន្លែងអញ្ចឹងយើងទិញមកគឺវាមានសម្បកវាផ្ទាំងមកហ្មងគាត់គេដំទុកមកអញ្ចឹងយើងយកមកដំថែមឬក៏យើងយកទៅហែកប្រើបន្ថែមហ្នឹងទៅតាក់ទងមួយស៊ីសៀតណាហើយសួរតាស៊ីសៀតហ្នឹងប្រើដើម្បីគេស៊ីសៀតហ្នឹងប្រើល្អនៅខែវស្សាដែលទឹកត្រជាក់បងប្អូនណាដោយសារស៊ីសៀតហ្នឹងគឺវាយើងត្រាំវាទៅគឺវាក្តៅយើងយកទៅវាយកទៅដាក់ត្រីការពារការផ្ដាសាយក៏ដូចជាត្រីវាត្រជាក់ទៅវាក្តោបកតុយវាលេងត្រីតែទឹកត្រជាក់ពេកគឺវាលេងនេះវាចាប់ផ្ដើមក្តោបកតុយវាដូចលើវាល្ងាដូចតែយើងដែរទេអញ្ចឹងគឺយើងប្រើល្អសម្រាប់នៅខែភ្លៀងខែទឹកធ្លាក់ខ្យល់ធ្លាក់អីទឹកត្រជាក់ខ្លាំងយើងដាក់វាមកកូនកែវចូលជាមួយនឹងទឹកត្រីយើងទៅព្រោះទឹកហ្នឹងវារក្សាសីតុណ្ហភាពទឹកហើយជួយឲ្យត្រីហ្នឹងមានសកាមានពណ៌អីហ្នឹងក៏វាល្អដែរប៉ុន្តែបើយើងប្រើលើចំណុះវាធ្វើឲ្យលាកត្រីវិញឲ្យត្រីមានតបៅមានអីវិញអញ្ចឹងណាបងប្អូនអញ្ចឹងស៊ីសៀតគឺយើងប្រើសម្រាប់អញ្ចឹងជាបាល់ត្រីបានខ្លះធ្វើឲ្យទឹកវាមានសីតុណ្ហភាពវាធ្វើត្រីឡើងពណ៌សកាអីហ្នឹងវាជួយដែរណាតើតើមួយត្រីខាំហើយយើងប្រើមួយត្រីខាំមួយបេតាហាមប្រើជាមួយកូនត្រីបងប្អូនណាកូនត្រីទៅញាស់បាន 3-4 ថ្ងៃអីហ្នឹងបងប្អូនដាក់ស៊ីសៀតទៅបើវាស៊ីសៀតសុទ្ធគឺអាលាយកូនត្រីហ្នឹងហ្មងណាកូនត្រីគឺការបង្កាត់កូនត្រីគេដែលប្រើទឹកស៊ីសៀតទេអញ្ចឹងបញ្ជាក់បងប្អូនខ្លះណាទឹកថ្មីចាប់ផ្ដើមទៅប្រើមួយកូនត្រីគឺកូនត្រីហ្នឹងគឺអាលាយអស់ហើយបងប្អូនណាអញ្ចឹងតាក់ទងមួយស៊ីសៀតហើយរបៀបប្រើគឺយើងត្រាំបងប្អូនណាយើងត្រាំស៊ីសៀតហ្នឹងចោលទៅមួយអាទិត្យអីទៅឲ្យវាពេលយើងត្រាំមុនវងស៊ីសៀតហ្នឹងវានឹងដែតបងប្អូនណាវានឹងដែតលើទឹកអញ្ចឹងដល់ពេលយើងត្រាំបានតែ 4-5 ថ្ងៃអីទៅស៊ីសៀតហ្នឹងវាធ្លាក់ចុះទឹកហើយវាធ្លាក់ចុះមកបាតហើយអញ្ចឹងទឹកហ្នឹងវាថ្លាយើងអាចយកប្រើបានហើយខ្ញុំមកលើកទឹកចិត្តឲ្យបងប្អូនបេះស៊ីសៀតហ្នឹងម្ដុំដាក់ចូលក្នុងកែវត្រីពីព្រោះយើងមិនអាច control បរិមាណវាឲ្យច្បាស់លាស់បានទេបើយើងដាក់ទៅវាអត់អីបើយើងដាក់អត់ត្រូវវានេះណាបងប្អូនវាធ្វើវាខ្លាំងពេកហើយដាក់ដបងមុនដបងទៅវាអាចមានក្លិនបងប្អូនវាអាចមានក្លិនមានអីខ្លាំងទឹកណាវាធ្វើទឹកនឹងមានក្លិនអញ្ចឹងត្រីពិបាកនៅអាចត្រីឈឺអីផ្សេងណាអញ្ចឹងយើងត្រាំស៊ីសៀតនឹងចោលណា5ថ្ងៃទៅមួយអាទិត្យអីទៅហ្មងមួយទឹកនឹងវាថ្លាវាអញ្ចឹងណាបងប្អូនវាថ្លាយើងមើលទៅដូចទឹកស្លាច់ឆាប់អញ្ចឹងយើងអាចយកមកប្រើបានហើយយើងដងវាមកកូនកែវយកមកលាយជាមួយទឹកត្រីនឹងតិចទៅចាក់ចូលដរិចណាប៉ុន្តែសូមចាក់ឲ្យតិចតួចហ្មងបានហើយកុំច្រើនពេកលើចំណុះវាទៅជាតបៅត្រីអាលាកត្រីវិញនេះតាក់ទងមួយស៊ីសៀតខ្ញុំចែកម្លែកបានប៉ុណ្ណឹងហើយបើបងប្អូនចង់បានព័ត៌មានអីផ្សេងបងប្អូនជួយខមមិនមកដោយសារថាខ្ញុំប្រធានបទនិយាយយូរទៅលេងមានប្រធានបទនិយាយអញ្ចឹងបងប្អូនអាចសួរបានខ្ញុំចេះតិចខ្ញុំប្រាប់តិចខ្ញុំចេះច្រើនខ្ញុំប្រាប់ច្រើនខ្ញុំអត់ចេះសោះខ្ញុំប្រាប់ថាចេះសោះ